ទូរទស្សនិកជនតើតើនឹងបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះនៅថ្ងៃសប្តាហ៍មុននឹងត្រូវនឹងថ្ងៃពុធតាមវេលានៅសហរដ្ឋអាមេរិកគឺមានជំនួបរវាងលោកត្រាំជាមួយនឹងមេដឹកនាំអ៊ុយក្រែននិងមេដឹកនាំរុស្ស៊ីហើយភ្លាមគឺមានការចែកបទបញ្ជាពីសំណាក់រដ្ឋបាលលោកត្រាំផ្ទាល់ឲ្យចាប់ផ្ដើមនៅដំណើរការចរចាបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនតែម្ដងហើយលោកត្រាំហើយនិងលោក Vladimir Putin អាចនឹងមានជំនួបជាមួយគ្នានៅក្នុងពេលឆាប់ខាងមុខនេះអាចនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយនៅថ្ងៃអាទិត្យ16កុម្ភៈឆ្នាំ2025ម្សិលមិញនេះថាលោកអាចជួបលោក Putin ក្នុងពេលឆាប់ហើយជឿថាសមាភាគីរុស្ស៊ីពិតជាចង់បញ្ឈប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែនលោក Trump បានប្រាប់អ្នកសារព័ត៌មានប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Marco Rubio របស់អាមេរិកបានព្យាយាមនិយាយសម្រាលពីការរំពឹងទុកនៃកិច្ចពិភាក្សាកម្រិតខ្ពស់នៅពេលខាងមុខនៅក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីតស្ដីពីការបញ្ចប់សង្គ្រាមថាកាលបរិច្ឆេទនៅពុំទាន់បានកំណត់នៅឡើយប៉ុន្តែវាអាចនឹងក្នុងពេលឆាប់លោក Rubio កំណត់ពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាមេរិកសម្រាប់ការពិភាក្សាជាមួយមន្ត្រីរុស្ស៊ីក្នុងរដ្ឋធានីរបស់អារ៉ាប៊ីសាអូឌីតនៅប្រមាណថ្ងៃខាងមុខនេះភាពច្របូកច្របល់ផ្នែកការទូតកំពុងកើតឡើងគណៈសង្គ្រាមអ៊ុយក្រែនដ៏បង្ហូរឈាមជិតឈានដល់ខួប3ឆ្នាំទៅហើយលោកត្រាំបាននិយាយអំពីលោក Putin ថាលោកគិតថាលោក Putin ចង់បញ្ឈប់ការប្រយុទ្ធនៅពេលត្រូវបានសួរថាតើលោកជឿថាលោក Putin ចង់ដណ្ដើមយកទឹកដីអ៊ុយក្រែនទាំងមូលទេលោកត្រាំនិយាយថានោះជាសំណួររបស់លោកដែលត្រូវសួរទៅលោក Putin ដែរប្រសិនបើគាត់នឹងបន្តនោះនឹងធ្វើឲ្យលោកមានបញ្ហាធំដែរលោកត្រាំនិយាយថាលោក Zelensky ក៏ចង់បញ្ចប់សង្គ្រាមប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅថ្ងៃអាទិត្យដែរថាលោកជឿជាក់ថារុស្ស៊ីកំពុងរៀបចំធ្វើសង្គ្រាមប្រឆាំងសម្ព័ន្ធយោធា NATO ប្រសិនបើលោកត្រាំបន្ថយការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សម្ព័ន្ធមិត្តមួយនេះរដ្ឋមន្ត្រីការបរទេសរបស់លោក Donald Trump គឺលោក Marco Rubio បានបញ្ជាក់ជាថ្មីទៀតថាត្រឹមពេលនេះមិនទាន់មានការសម្រេចណាមួយបានកើតមានឡើងនោះទេជុំវិញការពិភាក្សាជាមួយរុស្ស៊ីនោះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅថ្ងៃអាទិត្យ16កុម្ភៈបានបដិសេធនឹងការរំពឹងទុកអំពីការកើតមាននៅការទម្លាយភាពទាល់ច្រកណាមួយនៅក្នុងកិច្ចពិភាក្សានៅពេលខាងមុខជាមួយមន្ត្រីរុស្ស៊ីស្ដីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែនគូបញ្ជាក់ថាប្រធានាធិបតីអាមេរិក Donald Trump បានទទូចម្ដងទៀតថាលោកនឹងបញ្ចប់ចំនួនត្រឹមមួយថ្ងៃប្រសិនបើលោកត្រឡប់ទៅសេតវិមានវិញប៉ុន្តែលោក Rubio បានសង្កត់ធ្ងន់ថាវានឹងមិនងាយស្រួលនោះទេក្នុងការដោះស្រាយចំនួនដ៏រ៉ាំរ៉ៃបង្ហូរឈាមនិងស្មុគស្មាញបែបនេះអំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយនឹងបណ្ដាញសារព័ត៌មាន CBS នៅក្រៅសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់លោកបានប្រាប់ថាដំណើរការឆ្ពោះទៅរកសន្តិភាពមិនមែនជាការប្រជុំតែមួយទេលោក Rubio គ្រងនឹងដឹកនាំក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកសម្រាប់ការពិភាក្សាជាមួយមន្ត្រីរុស្ស៊ីក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីតប៉ុន្មានថ្ងៃខាងមុខនេះគេនៅមិនទាន់ច្បាស់ទេថាតើនឹងមានការចូលរួមពីអ៊ុយក្រែនដែរឬអត់ហើយលោក Rubio បាននិយាយថាលោកក៏មិនប្រកាសដែរថាទីក្រុងមូស្គូនឹងបញ្ជូនមន្ត្រីរូបណាមកនោះយ៉ាងណាក្តីលោកបានបញ្ជាក់ថាមិនទាន់មានអ្វីត្រូវបានគេសម្រេចនៅឡើយទេដោយលោកបានបន្ថែមថាគោលបំណងគឺដើម្បីស្វែងរកការបើកផ្លូវឲ្យមានការសន្ទនាដ៏ទូលំទូលាយមួយដែលនឹងរួមបញ្ចូលប្រទេសអ៊ុយក្រែនហើយនឹងពាក់ព័ន្ធនឹងការបញ្ចប់ជម្លោះនេះដោយយោងតាមការបញ្ជាក់ពីខាងសហរដ្ឋអាមេរិកគឺអ៊ុយក្រែននិងអឺរ៉ុបនឹងចូលរួមនៅក្នុងផ្នែកនៃកិច្ចចរចាសន្តិភាពពិតប្រាកដរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅថ្ងៃ16កុម្ភៈម្សិលមិញនេះបាននិយាយថារឿងអ៊ុយក្រែននិងសហភាពអឺរ៉ុបគឺប្រទេសទាំងនោះនឹងជាផ្នែកនៃកិច្ចចរចាពិតប្រាកដណាមួយដើម្បីបញ្ចប់សង្គ្រាមជាមួយទីក្រុងមូស្គូដែលផ្ដល់សញ្ញាថាកិច្ចពិភាក្សារបស់អាមេរិកជាមួយរុស្ស៊ីក្នុងសប្តាហ៍នេះជាឱកាសមួយដើម្បីពិនិត្យមើលថាតើលោក Putin មានភាពម៉ឺងម៉ាត់ប៉ុណ្ណាចំពោះសន្តិភាពប្រមុខការទូតរបស់អាមេរិករូបនេះហាក់មិនអើពើលើក្តីបារម្ភរបស់អឺរ៉ុបចំពោះការបារម្ភដែលថាអឺរ៉ុបអាចត្រូវបានកាត់ចេញពីកិច្ចចរចាដំបូងរវាងរុស្ស៊ីនិងអាមេរិកដែលគ្រោងធ្វើឡើងនៅអារ៉ាប៊ីសាអូឌីតនៅប្រមាណថ្ងៃខាងមុខនេះនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន CBS លោក Rubio បានលើកឡើងថាដំណើរការចរចាមិនទាន់បានចាប់ផ្ដើមដោយស្មោះនោះទេហើយប្រសិនបើកិច្ចចរចាមានវឌ្ឍនភាពនោះអ៊ុយក្រែននិងអឺរ៉ុបអាចនឹងត្រូវបាននាំចូលទៅក្នុងកិច្ចចរចានោះដែរក្រុមមន្ត្រីអឺរ៉ុបមានការភ្ញាក់ផ្អើលនិងបារម្ភចំពោះចំណាត់ការរបស់លោក Donald Trump លើរឿងអ៊ុយក្រែននិងរុស្ស៊ីពួកគេមិនអាចពឹងផ្អែកលើការការពារផ្នែកយោធារបស់អាមេរិកបានទៀតទេហើយថាលោក Trump នឹងព្យាយាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនជាមួយលោក Putin ដែលបំផ្លាញទីក្រុងគៀវនិងសន្តិសុខទ្វីបអឺរ៉ុបកាន់តែទូលំទូលាយទន្ទឹមនឹងនេះការពិព្រឹកថ្ងៃអាទិត្យទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាមន្ត្រីអាមេរិកបានប្រគល់កម្រងសំណួរមួយទៅកាន់មន្ត្រីអឺរ៉ុបដែលបានសាកសួរក្នុងចំណោមរឿងផ្សេងទៀតថាតើមានទាហានប៉ុន្មាននាក់ដែលពួកគេអាចចូលរួមចំណែកក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ីគេមិនទាន់ច្បាស់ទេថាកម្រងសំណួរនោះមានន័យបែបណាសហរដ្ឋអាមេរិកបានសួរទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនគឺសហភាពអឺរ៉ុបពីអ្វីដែលពួកគេត្រូវការសម្រាប់ការធានាសន្តិភាពអ៊ុយក្រែន
សារព័ត៌មាន Reuters បាននិយាយថាសហរដ្ឋអាមេរិកបានសួរសម្ព័ន្ធមិត្តសហភាពអឺរ៉ុបនៅអ្វីដែលពួកគេត្រូវការពីទីក្រុង Washington ដើម្បីចូលរួមនៅក្នុងការរៀបចំសន្តិសុខនៅអ៊ុយក្រែនដំណើរការផ្នែកការទូតរួមមាន6ចំណុចនិងសំណួរជាច្រើនក៏បានសួរផងដែរថាតើប្រទេសណាខ្លះអាចរួមចំណែកនៅក្នុងការធានាដែលនឹងមានឆន្ទៈក្នុងការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនជាផ្នែកនៃដំណោះស្រាយសន្តិភាពនិងថាតើទំហំនៃកម្លាំងដែលដឹកនាំដោយសហភាពអឺរ៉ុបអាចមានប៉ុណ្ណាប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបភ្ញាក់ផ្អើលដោយអំពាវនាវទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលកម្លាំងរបស់លោកបានវាយលុកលើអ៊ុយក្រែនរយៈពេល3ឆ្នាំមកនេះដោយពុំបានពិភាក្សាជាមួយពួកគេឬទីក្រុងគៀវហើយបានប្រកាសចាប់ផ្ដើមការចរចាសន្តិភាពភ្លាមៗសារព័ត៌មាននានារួមទាំងសារព័ត៌មាន Reuters បានរាយការណ៍ថាសហរដ្ឋអាមេរិកបានផ្ញើឯកសារមួយដោយសួររដ្ឋាភិបាលសហភាពអឺរ៉ុបនៅអ្វីដែលពួកគេអាចរួមចំណែកដល់ការធានាបានសន្តិសុខប៉ុន្តែឯកសារពេញលេញដែលទទួលបានដោយសារព័ត៌មាន Reuters បង្ហាញថាអាមេរិកក៏កំពុងស្នើសុំអ្វីដែលពួកគេត្រូវការពីទីក្រុង Washington ដើម្បីអាចរួមចំណែកបានទូរទស្សនិកជនយើងខ្ញុំសូមផ្ដើមនៅព័ត៌មានដំបូងនិយាយអំពីកិច្ចប្រជុំសន្តិសុខដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ហើយត្រូវបានគេលើកឡើងថាជាសន្និសីទលើកទី61ផងសន្និសីទនេះបានបិទបញ្ចប់ទៅដោយមានបញ្ហាចម្រូងចម្រាសជាច្រើនបានកើតមានឡើងពិសេសគេបានមើលឃើញអំពីទំនាក់ទំនងអន្តរអាត្លង់តិកគឺមានភាពតានតឹងគឺជុំវិញរឿងការសម្រេចចិត្តរបស់លោក Donald Trump នៅក្នុងការព្យាយាមស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែនដោយមធ្យោបាយរបស់សហរដ្ឋអាមេរិកសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់លើកទី61បានបញ្ចប់ទៅនៅថ្ងៃអាទិត្យម្សិលមិញត្រូវនឹងថ្ងៃ16កុម្ភៈឆ្នាំ2025តាមវេលានៅអាល្លឺម៉ង់នៅក្នុងពេលទំនាក់ទំនងអន្តរអាត្លង់តិកមានភាពតានតឹងលោក Christoph Hochstein ប្រធានសន្និសីទសន្តិសុខនៅក្នុងទីក្រុង Munich បាននិយាយនៅថ្ងៃអាទិត្យដោយចង្អុលទៅរកការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងរវាងអឺរ៉ុបនិងអាមេរិកគណៈលោកបានបិទព្រឹត្តិការណ៍ប្រចាំឆ្នាំនៅមានរយៈពេល3ថ្ងៃនេះដោយលើកឡើងថាពួកលោកត្រូវបារម្ភថាមូលដ្ឋាននៃតម្លៃរួមមិនមែនជារឿងធម្មតាទៀតទេនៅពេលនេះបន្ទាប់ពីសន្ទរកថាដ៏ចម្រូងចម្រាសរបស់អនុប្រធានាធិបតីអាមេរិក JD Vance នៅក្នុងសន្និសីទលោក Hochstein បានអរគុណអ្នកនយោបាយអឺរ៉ុបដែលបានបញ្ចេញមតិនិងបញ្ជាក់ឡើងវិញនៅតម្លៃនិងគោលការណ៍ពួកគេកំពុងការពារក្នុងអំឡុងកិច្ចប្រជុំឆ្នាំនេះអ្នកចូលរួមមានប្រមុខរដ្ឋនិងរដ្ឋាភិបាលប្រមាណ60រូបនិងរដ្ឋមន្ត្រីចំនួន150រូបបានពិភាក្សាអំពីបញ្ហាប្រឈមសន្តិសុខពិភពលោកសំខាន់ៗដូចជារឿងបញ្ហាបំរែបំរួលអាកាសធាតុបញ្ហាសន្តិសុខអឺរ៉ុបនិងចំនួនក្នុងតំបន់ផងដែរទោះយ៉ាងណាការខ្វែងគំនិតគ្នានៅតែបន្តកើតមានលើបញ្ហាដូចជាចំនួននៅអ៊ុយក្រែននិងការការពារអឺរ៉ុបក្នុងពេលមានទស្សនវិជ្ជាភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញលោក Hochstein បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់បន្តឋាននិងគោលការណ៍រួមនៅក្នុងពិភពលោកពហុពលលោកបាននិយាយថាសន្តិភាពនេះងាយនឹងរំខាននិងបំផ្លាញប៉ុន្តែកាន់តែពិបាកក្នុងការកសាងឡើងវិញបណ្ដាប្រទេសនៅក្នុងតំបន់អឺរ៉ុបបានពិភាក្សាពីបញ្ហាសន្តិសុខយ៉ាងក្តៅគគុកខណៈដែលមានក្តីបារម្ភអំពីវិធីសាស្ត្ររបស់លោក Donald Trump ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនការិយាល័យប្រធានាធិបតីរបស់ប្រទេសបារាំងគឺការិយាល័យរបស់លោក Emmanuel Macron បាននិយាយថាមេដឹកនាំបារាំងរូបនេះនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមមេដឹកនាំមកពីបណ្ដាប្រទេសសំខាន់ៗនៅអឺរ៉ុបនៅថ្ងៃទី17ខែកុម្ភៈឆ្នាំ2025នេះដើម្បីពិភាក្សាពីបញ្ហាសន្តិសុខរបស់ទ្វីបនេះស្របពេលមានក្តីបារម្ភកាន់តែខ្លាំងលើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងរឿងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឲ្យអ៊ុយក្រែននិងក្រុមប្រទេសនៅអឺរ៉ុបដែលជាអ្នកគាំទ្រអ៊ុយក្រែនភ្ញាក់ផ្អើលកាលពីសប្តាហ៍មុនដោយចាប់ផ្ដើមពិភាក្សាអំពីការវាយលុករបស់រុស្ស៊ីក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងសមាជិករុស្ស៊ីលោក Vladimir Putin រដ្ឋបាលថ្មីរបស់អាមេរិកក៏បានប្រមានសម្ព័ន្ធ NATO របស់ខ្លួនផងដែរថាអឺរ៉ុបនឹងលែងជាអធិភាពផ្នែកសន្តិសុខរបស់ខ្លួនទៀតហើយអាចផ្លាស់ប្ដូរកម្លាំងផងដែរទន្ទឹមនឹងមហាអំណាចពិភពលោកមួយនេះងាកទៅផ្ដោតលើការលូតលាស់ខ្លាំងរបស់ប្រទេសចិនវិញការិយាល័យរបស់លោក Macron បាននិយាយនៅថ្ងៃអាទិត្យថាក្រុមមេដឹកនាំអឺរ៉ុបនឹងជួបប្រជុំគ្នានៅក្នុងទីក្រុងប៉ារីសនៅរសៀលថ្ងៃច័ន្ទសប្តាហ៍នេះដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែននិងសន្តិសុខនៅអឺរ៉ុបប្រពន្ធខាងលើបន្តថាប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ចក្រភពអង់គ្លេសអ៊ីតាលីប៉ូឡូញអេស្ប៉ាញហូឡង់និងដាណឺម៉ាកនឹងចូលរួមនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះផងដែរទូរទស្សនិកជនយើងងាកទៅកាន់ព័ត៌មានមួយទៀតនិយាយអំពីការស្ទង់មតិដែលបានធ្វើឡើងទៅលើមនុស្សពេញវ័យនៅឯសហរដ្ឋអាមេរិកនៅក្នុងការស្ទង់មតិនេះគឺបានឲ្យដឹងថាប្រមាណជា 60% នៃអ្នកដែលត្រូវបានស្ទង់មតិគឺបានយល់ឃើញថាវាជារឿងប្រថុយប្រថានណាស់ដែលអំណាចត្រូវបានប្រគល់ទៅក្នុងដៃរបស់លោក Donald Trump ការស្ទង់មតិមួយបង្ហាញថាមនុស្សពេញវ័យអាមេរិកជាង 60% គិតថាការផ្ដល់អំណាចឲ្យប្រធានាធិបតីអាមេរិក Donald Trump កាន់តែច្រើនគឺជារឿងប្រថុយប្រថានខ្លាំង
មជ្ឈមណ្ឌលស្រាវជ្រាវដែលគេស្គាល់ថាមជ្ឈមណ្ឌល Pew របស់អាមេរិកនៅថ្ងៃសុក្រសប្តាហ៍មុននេះបានចេញផ្សាយនៅលទ្ធផលនៃការស្ទង់មតិរបស់ខ្លួនលើមនុស្សប្រហែល 5090 នាក់ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី27 ខែមករាដល់ថ្ងៃទី2 ខែកុម្ភៈនៅពេលសួរអំពីការផ្ដល់អំណាចបន្ថែមដល់ប្រធានាធិបតីអាមេរិកតួលេខភាគច្រើននៃអ្នកឆ្លើយតបបាននិយាយថានោះនឹងប្រថុយប្រឋានពេកហើយការស្ទង់មតិនេះកើតឡើងនៅពេលដែលលោកត្រាំកំពុងធ្វើការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់ពីរដ្ឋបាលមុនដោយការចោះតលេខាលើក្រឹត្យជាច្រើនក្រុមអ្នករិះគន់និយាយថាក្រឹត្យមួយចំនួនដែលចេញដោយលោកត្រាំលើសពីសិទ្ធិអំណាចរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីអាមេរិកប្រជាពលរដ្ឋប៉ាឡេស្ទីនបានបង្ហាញពីក្តីបារម្ភរបស់ពួកគេកាន់តែខ្លាំងបន្ទាប់ពីទទួលដំណឹងថាសហរដ្ឋអាមេរិកបញ្ជូនសព្វាវុធបន្ថែមទៅឲ្យអ៊ីស្រាអែលប្រជាជនប៉ាឡេស្ទីនពិសេសអ្នកនៅក្នុងទីក្រុងរ៉ាហ្វាជាទីក្រុងនៅចុងខាងត្បូងបំផុតនៃតំបន់ Gaza Strip ដែលមានជម្លោះបានថ្កោលទោសការផ្គត់ផ្គង់សព្វាវុធរបស់សហរដ្ឋអាមេរិកដែលត្រូវបានបញ្ជូនទៅឲ្យអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យទី16 កុម្ភៈអ្នកស្រុកនៅក្នុងទីក្រុងរ៉ាហ្វាបាននិយាយថាសហរដ្ឋអាមេរិកតែងគាំទ្រអ៊ីស្រាអែលនិងគាំទ្រប្រទេសប្រឆាំងប្រជាជនប៉ាឡេស្ទីនអ្នកស្រុករ៉ាហ្វានិយាយថាអាមេរិកគឺជាសត្រូវដ៏ធំសម្រាប់ប្រជាជនប៉ាឡេស្ទីនតាមរយៈបទពិសោធន៍របស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំមកនេះអាមេរិកគឺជារដ្ឋតែមួយគត់ដែលប្រើសិទ្ធិវេតូប្រឆាំងនឹងផលប្រយោជន៍ប្រជាជនប៉ាឡេស្ទីនប្រឆាំងកិច្ចព្រមព្រៀងសន្តិភាពនិងប្រឆាំងបទជួបបាញ់ក្រសួងការពិជាតិបាននិយាយនៅថ្ងៃអាទិត្យថាអ៊ីស្រាអែលបានទទួលការដឹកជញ្ជូនគ្រាប់បែកធុនធ្ងន់ MK